ដំណើរនៃជីវិតគឺពិតមិនទៀងគ្រប់មនុស្សសត្វទាំងអស់ដែលបានកើតមកនៅក្នុងលោកីយ៍នេះបានឃើញនៅពន្លឺនៃព្រះអាទិត្យបានស្គាល់នៅរសជាតិនៃជីវិតពិតជាមានសេចក្តីទុក្ខនិងសេចក្តីសុខជារឿងធម្មតារបស់សត្វលោកមនុស្សយើងទាំងអស់សុទ្ធសឹងតែមានទុក្ខគ្រប់គ្នាគ្រាន់តែថាសេចក្តីសុខហើយនឹងទុក្ខនោះវាមិនដូចគ្នាតែប៉ុណ្ណោះអ្នកខ្លះគេក៏មានសេចក្តីសុខដោយមានឪពុកម្ដាយនៅរស់រានមានជីវិតជុំចិត្តជាមួយគ្នានៅរងចាំជួយថែរក្សាការពារផ្ដល់នូវភាពកក់ក្ដៅផ្ដល់នូវសេចក្តីស្រឡាញ់ស្និទ្ធស្នាលគ្រប់ពេលវេលាអ្នកខ្លះទៀតក៏មានសេចក្តីទុក្ខច្រើនជាងសេចក្តីសុខត្បិតតែបានកើតមកនៅក្នុងត្រកូលអ្នកមានសម្បូរសប្បាយចាយលុយដុល្លាររស់នៅក្នុងដំបូលវិឡាសម្បូរធនធានច្រើនក៏ដោយក៏ប៉ុន្តែសេចក្តីសុខហើយនឹងទុក្ខវាច្រើនតែដើរទន្ទឹមគ្នាជីវិតមនុស្សម្នាក់តែងតែជួបទុក្ខហើយនឹងសុខជារឿងធម្មតាទៅហើយតែអ្វីដែលសំខាន់គឺយើងត្រូវរៀនទទួលស្គាល់ការពិតទទួលស្គាល់អ្វីដែលយើងបានធ្វើអ្វីដែលយើងបានជួបគុំកុហកខ្លួនឯងធ្វើអ្វីមិនបានប្រយោជន៍អ្វីនោះឡើយគុំកុហកគុំសោកសៅគុំកើតទុក្ខគុំបាក់ទឹកចិត្តគុំពួនសំងំពេលដែលយើងធ្វើខុសឬជួបបញ្ហាចូលក្រោកឡើងហើយទទួលស្គាល់នៅអ្វីដែលយើងបានធ្វើព្រមទទួលស្គាល់នៅសមត្ថភាពដែលយើងមានហើយបន្តដំណើរទៅមុខទៀតជាមួយនឹងស្នាមញញឹមនិងកម្លាំងចិត្តជាថ្មីដូច្នេះហើយយើងត្រូវតែមានសង្ឃឹមមនុស្សដែលមានក្តីសង្ឃឹមគឺមនុស្សដែលអាចឈ្នះលើបញ្ហានិងរៀនអំពីកំហុសរបស់ខ្លួនពេលយើងជឿជាក់លើខ្លួនឯងនិងរក្សាអារម្មណ៍ល្អយើងនឹងអាចសម្រេចគោលដៅនានាការរស់នៅដោយក្តីសង្ឃឹមមិនមែនមានន័យថាមិនមានទុក្ខសោកនោះទេប៉ុន្តែជាការរស់នៅដោយជឿថាក្រោយភ្លៀងនឹងមានពន្លឺថ្ងៃដូច្នេះយើងគួរតែបង្រៀនខ្លួនឯងឲ្យមានការអត់ធ្មត់និងរក្សាអារម្មណ៍ល្អជានិច្ចក្តីសង្ឃឹមនឹងធ្វើឲ្យជីវិតពោរពេញទៅដោយកម្លាំងនិងនាំឲ្យយើងឈានដល់ភាពជោគជ័យយ៉ាងពិតប្រាកដ